នេះឃើញមកហើយម្ចាស់សម្លេងលោកគ្រូខាងធនាគារឆបប្រាក់ប្រជាពលរដ្ឋហើយនឹងមានច្រើនទម្រង់ផ្សេងទៀតដោយអនុវត្តទៅតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបករណីឆបោកមានក្រុមចាត់តាំងដែលបន្លំភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយក្នុងកុងធនាគារនៅថ្ងៃទី29ខែមីនាឆ្នាំ2026មានជនសង្ស័យបានតាក់ទងទៅជនរងគ្រោះដោយអះអាងថាគឺជាភ្នាក់ងាររបស់ធនាគារអេស៊ីលីដាត្រូវធ្វើបច្ចុប្បន្នភាពគណនេយ្យហើយសូមឲ្យផ្ដល់ព័ត៌មានមួយចំនួនដែលពាក់ព័ន្ធក្នុងការបើកគណនេយ្យផ្ទាល់ខ្លួនរបស់ជនរងគ្រោះស្រាប់តែនៅវេលាម៉ោងប្រមាណជា5ល្ងាចជនរងគ្រោះបានពិនិត្យមើលសមតុល្យគណនេយ្យរបស់ខ្លួនឃើញបាត់សាច់ប្រាក់អស់ពីក្នុងគណនេយ្យហើយលេខទូរស័ព្ទនិងគណនេយ្យត្រូវបានគេយកទៅប្រើប្រាស់និងគ្រប់គ្រងដោយអនុវត្តតាមការបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯកនិងខាងនគរបាលព្រហ្មទណ្ឌគឺឈានទៅដល់ការកំណត់បាននៅមុខសញ្ញាជនសង្ស័យចំនួន2នាក់និងបានស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនរហូតដល់ថ្ងៃទី10ខែមេសាឆ្នាំ2026វេលាម៉ោង10យប់ទើបឃាត់ខ្លួនមុខសញ្ញាបានចំនួន3នាក់ដែលមានឈ្មោះដូចខាងក្រោមទី1ឈ្មោះសៀមដាណែតភេទប្រុសអាយុ40ឆ្នាំជនជាតិខ្មែរទី2ឈ្មោះខុនប្រពេចភេទប្រុសអាយុ25ឆ្នាំជនជាតិខ្មែរទី3ឈ្មោះសាទវ៉ានីភេទប្រុសអាយុ30ឆ្នាំជនជាតិខ្មែរតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថានៅថ្ងៃទី29ខែមីនាឆ្នាំ2026ឈ្មោះសែមដាណែតបានរាវលេខបញ្ចូលទៅក្នុង app ធនាគារអេស៊ីលីដាក្រៅពីដឹងថាលេខទូរស័ព្ទប្រើប្រាស់គណនីអេស៊ីលីដាក៏បានទូរស័ព្ទទៅជនរងគ្រោះដែលអះអាងថាខ្លួនជាភ្នាក់ងារអេស៊ីលីដាហើយត្រូវធ្វើបច្ចុប្បន្នភាពគណនីបន្ទាប់ពីជនរងគ្រោះមានការជឿជាក់ហើយជនសង្ស័យបានបញ្ចូលលេខជនរងគ្រោះម្ដងទៀតទៅក្នុង app ដើម្បីឲ្យក្រុមហ៊ុនទូរស័ព្ទផ្ញើលេខសម្ងាត់6ខ្ទង់សារសម្ងាត់ OTP ដើម្បីយកលេខ6ខ្ទង់បញ្ចូលទៅក្នុង app គណនីរបស់ជនរងគ្រោះដើម្បីដកប្រាក់ពីគណនីបានជនសង្ស័យបានប្រើល្បិចថាអ្នកដែលប្រើប្រាស់សេវាអេស៊ីលីដានឹងមានបន្ថែមទឹកប្រាក់លើកទឹកចិត្តហើយបង្គាប់ឲ្យជនរងគ្រោះយកលេខសម្ងាត់6ខ្ទង់ទៅគុណនឹង6ចែកនឹង100ឃើញលទ្ធផលប៉ុន្មានឲ្យផ្ញើឲ្យពួកគាត់បន្ទាប់ពីបានលេខនោះជនសង្ស័យបានយកទៅចែកនឹង6វិញនឹងឃើញលេខសម្ងាត់របស់ជនរងគ្រោះហើយបានបញ្ចូលទៅក្នុងគណនីរបស់ជនរងគ្រោះដើម្បីគ្រប់គ្រងតែម្ដងជនសង្ស័យគឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពបោកប្រាស់ជនរងគ្រោះជាច្រើនអ្នកសរុបជាទឹកប្រាក់ប្រមាណខ្ទង់$10000ពួកគេតែងតែជួលបន្ទប់ខុនដូស្នាក់នៅដើម្បីធ្វើសកម្មភាពព្រោះមានសភាពស្ងប់ស្ងាត់គ្មានសម្លេងរំខានប្រៀបដូចជាស្ថានភាពនៅក្នុងធនាគារដើម្បីឲ្យជនរងគ្រោះមានភាពជឿជាក់បច្ចុប្បន្នកម្លាំងជំនាញយើងកំពុងតែកសាងសំណុំរឿងបញ្ជូនទៅអัยការអមសាលាដំបងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់